ខ្ញុំក៏បានទៅផ្កា pop up នៅជិតម៉ោង 2:01 ទេណាបងប៉ុន្តែថ្ងៃទៅនឹងគឺមានការរោគដាក់ជាខ្លាំងហ្មងអីដែលសំខាន់ហ្នឹងពេលទៅដល់គឺរកផ្លូវចូលអត់ឃើញហ្មងបងខ្ញុំដើរឡើងមកជុំទៅហ្មងឃើញផ្លូវគេចូលហើយមនុស្សឡើងច្រើនបន្ទាប់មកគេសប្បាយចិត្តគេទៅស្វែងពណ៌សិនគេថាចាំទិញទាំង3ពណ៌អីចឹងសំខាន់ពណ៌សុទ្ធតែស្អាតបងហើយនេះអង្គាដីស្អាតខ្លាំងហ្មងខ្ញុំថាមិនក៏បានអង្គាដីជាមួយនគររាជដែរតែមានដឹងណាហ្នឹងហើយសេរីទៅថ្ងៃចុងក្រោយគាត់ថាមិនក៏មានណានេះគេនៅសប្បាយសិនណាបងគេនៅ enjoy សិនគេអត់ទាន់ដឹងទេចាចុងក្រោយគេប្រាប់ថាអស់ស្តុកអស់ហើយអូនធ្លាក់ថ្លើមក្ដុកហ្មងបងខ្ញុំថតចូលបងអ្នកលក់ស្អាតទៅនេះស្អាតខ្លាំងអូ my god ហ្នឹងហើយសរុបមកខ្ញុំទិញបានតែផ្កាមួយពណ៌កូដគឺពណ៌នគររាជដែលនៅមាន stock ថាវានៅអស់ stock ហើយអញ្ចឹងខ្ញុំចាំ pre order ដូចគេដូចឯងនៅហ្នឹងហើយខ្ញុំមក unboxing ផ្កាពណ៌ថ្មីហ្នឹងនៅ pop up store របស់ផ្កាហ្មងដោយសារ background ស្អាតតែបងល្អគុណដូចផ្កាអញ្ចឹងយើងមកមើលសម្រស់នឹងពណ៌ផ្កានគររាជទាំងអស់គ្នាបងតើស្អាតប៉ុណ្ណាសម្រាប់ផ្កាអង្គាដីមួយផ្កាទឹកដោះចាំខ្ញុំស្វែងបងពេលក្រោយទៀតពណ៌នេះគឺពណ៌ឈូកស្អាតហ្មងសម្រាប់អ្នក cool tone អីគឺត្រូវហ្មងប៉ុន្តែខ្ញុំអត់សូវត្រូវទេដងពណ៌នេះពណ៌បែប Barbie ហ្មងខ្ជូតណានិយាយមែនណា for real ខ្ញុំសាកយកទៅដាក់លើមុខតើនឹងថាខ្ជូតដូចពណ៌អានេះផ្កា ice cream ណាប៉ុន្តែមិនមែនផ្កាគាត់បើកលក់ក្រែមទេណាគ្រាន់តែយើងទិញ plus មួយហ្នឹងគេឲ្យកំប៉ុងទៅយកក្រែមញ៉ាំអីចឹងទស្សនវិជ្ជាមើលពីលើបងឃើញថាមនុស្សច្រើនមែនតើអញ្ចឹងមិនផ្កាអស់ stock មុនម៉ោងខ្ញុំទៅហើយខ្ញុំឡើងសែតហ្មងឥឡូវមានតែ pre order មួយគេមួយឯងហ្នឹងបងអើយបាយបាយ